ការគ្រប់គ្រងខ្លួនឯងគឺជាគុណសម្បត្តិសំខាន់បំផុតមួយដែលមនុស្សម្នាក់អាចមានវាមានន័យថាការគ្រប់គ្រងអារម្មណ៍ពាក្យសម្ដីនិងសកម្មភាពរបស់អ្នកក្នុងគ្រប់ស្ថានភាពទាំងអស់នៅពេលអ្នកគ្រប់គ្រងខ្លួនឯងអ្នកជៀសវាងបញ្ហាដែលមិនចាំបាច់និងធ្វើការសម្រេចចិត្តកាន់តែឈ្លាសវៃកំហឹងភាពអន្ទះសារនិងប្រតិកម្មអវិជ្ជមានអាចប៉ះពាល់ដល់ទំនាក់ទំនងនិងអនាគតរបស់អ្នកមនុស្សរឹងមាំមិនមែនជាអ្នកដែលឈ្លោះប្រកែកគ្នាទេប៉ុន្តែជាអ្នកដែលគ្រប់គ្រងអារម្មណ៍របស់ខ្លួនបានល្អការគ្រប់គ្រងខ្លួនឯងជួយអ្នកឲ្យផ្ដោតលើគោលដៅរបស់អ្នកនិងរក្សាបាននូវសេចក្តីសុខក្នុងជីវិតរបស់អ្នកវាបង្កើតបាននូវការគោរពនិងការជឿទុកចិត្តពីអ្នកដទៃតាមរយៈការអនុវត្តការអត់ធន់និងមានវិន័យរៀងរាល់ថ្ងៃអ្នកអាចក្លាយទៅជាបុគ្គលដែលកាន់តែល្អប្រសើរនិងរឹងមាំជាងមុនការគ្រប់គ្រងខ្លួនឯងគឺជាគន្លឹះនៃជោគជ័យនិងជីវិតដែលប្រកបដោយសេចក្តីសុខសាន្ត